បាទសូមជម្រាបសួរសាស្ត្រថ្មីម្ដងទៀតសម្រាប់ប្រិយមិត្តដែលកំពុងតែតាមដានវីដេអូឃ្លីបរបស់ខ្ញុំកម្មវិធី Sony Vegas Pro 13 ចុចបាទក្នុងថ្ងៃនេះខ្ញុំលើកមេរៀនទី3យកមកបង្ហាញទាក់ទងនឹងរបៀបកែសម្រួលក្នុង event របស់ event ណាចឹងកុំឲ្យខាតពេលឲ្យខ្ញុំលើកយកតែម្ដងទៅចំណុចទី1ខ្ញុំចង់បង្ហាញឲ្យទាក់ទងនឹងការ select ណារបៀប select លើ event ណាចឹងរបៀប select យើងស្រួលទេឥឡូវខ្ញុំចូលយក media file ខ្ញុំមួយសិនបទចម្រៀងទាញចូលតែម្ដងទៅចឹងរបៀប select យើងគ្រាន់តែធ្វើការនេះយកមក point យើង point ធ្វើយើងដាក់លើ marker bar ឲ្យមកឆ្វេង select បាទបនណាយើងធ្វើការ select ចឹងទៅរបៀប select ហើយយើងដាក់ចំ preview វិញយើងស្រេមក point យើងដាក់ចំគែមចឹងទៅមកឆ្វេងអាច preview បានបាទនេះដូចគ្នាឬក៏យើងអាចប្រើវិធីសាស្ត្រមួយទៀតយើងដាក់គ្នា cursor ចំចំណុចណាដែលយើងធ្វើការមកបាទយើងចុច C ទៅប្រើ arrow key ណាគួបផ្សំ arrow key បើយើងចង់ select ទៅមកខាងស្ដាំយើង arrow key ស្ដាំមកបាទបើយើងដាក់ខាងឲ្យទៅខាងឆ្វេងយើងប្រើ shift ជាមួយនឹង arrow key ឆ្វេងមក left អញ្ចឹងយើងប្រើ left right យើងទៅ arrow របស់យើងអាហ្នឹងរបៀប select ឬយើងប្រើ control C មកឆ្វេងអូសបានដូចគ្នាដូចតែមុនណាអានេះរបៀប select លើ event បាទដោយផ្ទាល់ណាមួយទៀតខ្ញុំបង្ហាញពីរបៀប copy បាទ copy path ណា copy មាន copy path មាន cut និង path បាទហើយ path នេះមានច្រើនទៀតវាមាន path repeat មាន path insert ឥឡូវចាំខ្ញុំលើកចំណុចមួយៗមកបង្ហាញឥឡូវយើងរៀន copy event សិនជាងត្រូវការ select ដែរឥឡូវតំបន់ណាយើងត្រូវការ copy បាទ block ណាឥឡូវថាខ្ញុំ block នេះចុះបាទយើងត្រូវការ copy ជាងយើងធ្វើការ select ចឹងហើយយើង right click បាទមានន័យថាមើលស្ដាំយកពាក្យ copy ឬយើងចុច control C នឹងចំពោះ shortcut ហើយយើងទៅរកទីតាំងដែលយើងត្រូវការដាក់យើងចុចទីតាំងតនេណាបាទនៅ timeline តនេមក right click បាទ pass បាទខ្ញុំឆ្ងល់ចេញរូបចេះទេអានេះមានតែសារ event វាតែមួយឯងcopy ម្ដងទៀតបាទឃើញទេខ្ញុំមានន័យថា copy event មាន copy event មានថាចម្លង event ដែលយើងត្រូវ select នេះគឺកន្លែងដែលយើង select ឯក្រៅពីយើង select អត់យកទេគឺយើង select ហើយយើងធ្វើការ pass កន្លែងដែលយើងត្រូវការដាក់មកធ្វើការទាញរំកិលអីបានណាអាហ្នឹងរបៀប copy បាទចុចចំពោះ cut វិញមិន cut ឡើយខ្ញុំលុបនេះចោលសិនចុច delete ចោលខ្ញុំ select លើតំបន់ណាមួយមកយើងមើល monitor យើងហ្នឹងអាក្នុងនេះឃើញរូបចេះតែវារូបស្អាតខ្ញុំចង់មករូបស្រីខ្ញុំ select ឲ្យចេញអញ្ចឹងមកស្ដាំខ្ញុំយកពីតកាត់ឬយើងចុច shortcut key យើងប្រើ control អក្សរ X បាទ
แต่ปียังกัดtới miền Hà cái lại nó cứ về bạt bóng này bạn anh ấy khơi để sao ấy là sao ở even dương lúc này càng đam nè về rồi máu chộp cho mùi nữa à càng quay nè à cho nó là dương cắt nó cứ vô tự bạt này even nào chứ nhân phương ca phá nhưng còn trâu vi cái bán rồi dương màu đám vô biệt ha phá đôi mồn này và cho nó được bị cạn mình nó cắt bóng bon đại dương ban sờ lệch nhưng vô từ tai mình là vô từ tai đó mình so tục ấy hay phạt lại mấy miền lại mấy chơi về kho này để viên copy đang khát về kho này thằng tha copy dân copy lựa viên đam nó vô tới từ phạt lại mấy bên miền mày bàn tay lại đám cửa bật bóng này chúng tôi khát mới nè dương cắt vô từ tai đó mà bằng so tục lại even đam thế chúng phạt lại mấy miền lại mấy anh ấy là viên copy nó khát mà à lấy nhưng cho vào hai mới tiết tôi là pha về miền pha repeat nó pha insert bạn pha bài repeat pha bài repeat nhưng còn vừa cả sự lựa món mùi sắn bạn chẳng đam mê đăng tha pha repeat về miền tuôn tì dạng mày à lấy nhưng gì dùng nơi mình tới tới tôi nó pha repeatได้từ lơ ca copy หรือ cut បាទ cut ហ្នឹងយកទៅដាក់កន្លែងថ្មីហ្នឹងចង់បានប្រមាណដងនៃការកំណត់របស់គេហ្នឹងចឹងមានថាខ្ញុំសម្លេចកន្លែងតំបន់នេះមួយហ្នឹងមកប្លុកមួយហ្នឹងខ្ញុំទៅផាសកន្លែងថ្មីមួយទៀតបើថាខ្ញុំចង់បាន2ចង់បាន3ចង់បាន5 10អីចឹងខ្ញុំកំណត់ទៅវាបានប៉ុណ្ណឹងតែម្ដងបាច់ធ្វើការយើងផាសច្រើនដងឯងអាហ្នឹងគេហៅថាផាស repeat ផាសទៅតាមអ្វីយើងកំណត់ឥឡូវរបៀបធ្វើវាគ្រាន់តែយើងឥឡូវខ្ញុំ copy សិនឲ្យស្ដាប់យកពាក្យ copy បាន Ctrl C យើងចុច Ctrl B ក៏បានក្នុងចំពោះ shortcut ឬយើងអាចចូលទៅតាមពាក្យ edit យកពាក្យថា path repeat បាទឥឡូវខ្ញុំคลิกលើវានឹងលោតផ្ទាំងមួយបាទចឹងមានណាកន្លែងនេះ number of time គឺ path នេះនិយាយថាចំនួនដងនៃការ path ហ្នឹងយើងយកប្រមាណបាទយកប្រមាណឥឡូវថាខ្ញុំយក4ចឹងទៅបាទកន្លែងនេះយើងជំរើសរបស់យើងចូល end to end មានថាវា end to end ហ្នឹងមានថាចប់មួយវាភ្ជាប់មួយអញ្ចឹងភ្ជាប់តគ្នាតែម្ដងបន្តគ្នាជាប់គ្នាតែម្ដងបាទ even spacing ហ្នឹងមានថាវាដាក់ត្រួតលើគ្នានៅគោលើគ្នាអញ្ចឹងប៉ុន្តែយើងអាចសេរី spacing វាបានគម្លាតគោលើគ្នាហ្នឹងប្រមាណអញ្ចឹងទៅយើងអាចសេរីក្នុងនេះបានបាទឥឡូវខ្ញុំយក end to end ឲ្យវាបន្តគ្នាខ្ញុំចុច OK បាទហេបាទខ្ញុំ undo វិញ Control Z ឥឡូវខ្ញុំ edit យកទម្រង់ទៀត path repeat ដែរយើង spacing ហើយខ្ញុំ OK បាទហេគឺ event ហ្នឹងគោលលើគ្នាតែម្ដងណានេះ margin វាប្រមាណអីយើងអាចស្អីជាងក្នុងហ្នឹងយើងអាចទាញវាបំបែកចេញពីគ្នាក៏បានដែរមកឆ្វេងជាប់មកអូសចេញតែម្ដងទៅអានេះរបៀបpath repeat
ឥឡូវយើងបង្ហាញពីមួយទៀតអត់ដូសិនបាទវិញឆ្ងាយហើយ zoom វាខ្លីបន្តិចមកចឹងឥឡូវខ្ញុំ select copy ម្ដងទៀតមកស្ដាប់ copy បាទខ្ញុំចូល edit យកពាក្យថា path insert ឬយើងចុច control C អក្សរ V បាទចឹងpath insert នឹងមានន័យថាការ path នៅអ្វីដែលយើងបានខាតឬ copy ហ្នឹងដាក់ក្នុងតំបន់កណ្ដាលនៃ event ផ្សេងទៀតបាទហើយយើងអាចរំកិល event ដែលយើងនៅសល់ទៅខាងស្ដាំជាប់បន្តគ្នាជាប់បន្តគ្នាបាទចាឥឡូវខ្ញុំដាក់ចំចន្លោះណាមួយមើលដាក់ចំចន្លោះនេះមើលចឹងហើយទៅខ្ញុំចូល edit ពាក្យ path in insert ហ៎ខ្ញុំ copy នេះទៅចឹងឃើញអាឡៃ event របស់យើងមួយនេះញែកចេញដាច់ចេញពីគ្នាបណ្ដាវា insert ចូលនៅ event ដែលយើង copy ពីកន្លែងតំបន់នេះបាទនេះតំបន់នេះអាហ្នឹងរបៀប path insert ចឹងមានន័យអញ្ចឹងណាយើង copy តំបន់មួយទៅយើងទៅសូកចូលក្នុង event គេផ្សេងទៀតនៅចំតំបន់កណ្ដាលរបស់គេហ្នឹងហើយវាធ្វើការភ្ជាប់គ្នាបន្តគ្នាអញ្ចឹងបាទឥឡូវចំណុចមួយទៀតខ្ញុំចង់និយាយពីរបៀបduplicate event លុបចោលឬ control C បាទ duplicate នេះមានថាយើងរបៀបយើង copy ដែររបៀប copy ចេញពី event ដើមដែរបាទចឹង duplicate មានពិបាកទេឥឡូវយើងគ្រាន់តែ select លើ event ណាយើងត្រូវការហើយយើងចាប់ដើមចុចcontrol ឲ្យជាប់ទៅហើយទាញតែម្ដងអញ្ចុច control ហើយមកឆ្វេងអូតែម្ដងទៅអត់មកទេខ្ញុំធ្វើការអូម្ដងទៀតបាទអូកន្លែងណាបាទចុច control ដាក់ក្បែរនេះលេងហ៎ចឹងយើងធ្វើការ duplicate អាហ្នឹងហៅ duplicate បែបហ្នឹងគ្រាន់តែស្វែងលើ event ណាហើយមកឆ្វេងចុះអូ event ហ្នឹងទៅវាមិនបែកចេញជាពីរហើយ duplicate ចង់យកបានធ្វើអញ្ចឹងទៀតទៅឥឡូវចំណុចបន្តទៀតខ្ញុំនិយាយវាតទៅនឹង trimming event អញ្ចឹង trimming ហ្នឹងនិយាយសំដៅទៅលើការតម្រឹមឬការកាត់តម្រឹម event ណាឬក៏កាត់តំបន់ដែលយើងត្រូវការ event ដែលយើងត្រូវការចឹង trim វាមានច្រើនប្រភេទវាមាន trim វាមាន trim start trim end វាមាន split ឥឡូវខ្ញុំបង្ហាញ trim ធម្មតា trim ពាក្យថា trim ឥឡូវខ្ញុំ select តំបន់ឥឡូវអូកន្លែងហ្នឹងចុះបាទចឹង trim យើងធ្វើការ select លើតំបន់ដែលយើងត្រូវការហើយយើងធ្វើការ trim បាទកន្លែងហ្នឹងយើងអាចចូលពាក្យ edit យកពាក្យថា trim យើងចុច shortcut key យើងប្រើ control T ចឹងកន្លែងនេះមានន័យថាយើង trim តំបន់ដែលយើងត្រូវការចឹងក្រៅពីហ្នឹងវាលុបចោលតែម្ដងបាទហ៎ឥឡូវខ្ញុំ undo មកវិញអាហ្នឹងរបៀប trim ឬយើងធ្វើការ select ចឹងហើយមកស្ដាប់មកបានណាបាទដូចគ្នានឹង trim មួយទៀតខ្ញុំ trim បែបមួយទៀតឥឡូវខ្ញុំដាក់ cursor ខ្ញុំនៅទីតាំងណាបិទលុបចោល event មួយចោលទៅនោះមើល
bạn mùi bạn đấy bạn lấy cái dòng đã cursor nó chomចំណុចនេះបាទចំនេះណាឥឡូវខ្ញុំធ្វើការ dream start តើមានន័យយ៉ាងម៉េចចូល edit ឬក៏យើងមកស្ដាមទៅយកពាក្យ dream start បាទចឹងមានថាអាក្បាលដំបូងហ្នឹងគឺវាលុបចោលតែម្ដងវាទុកតែខាងក្រោយនៃ cursor យើងឯងដែលយើងដៅណាចឹងយើងអាចចុច Alt គ្នាបើកបានដែរបើឬយើងចូល edit ចុច dream start ក៏បានដូចគ្នាបាទចឹងមានថាខាងក្រោយនេះវាទុកនៅខាងមុខគឺវាបាត់តែម្ដងចូលទៅវិញបាទហើយឥឡូវខ្ញុំចូល edit មួយទៀតយកពាក្យថា trim end ចឹងវាមិនខុសគ្នាមកណាគ្រាន់តែមួយយើងលុបចោលខាងដើមអាមួយយើងលុបចោលខាងចុងវិញ end គឺលុបខាងចុងទុកខាងដើមវិញអញ្ចឹងខាងចុងបាត់តែម្ដងខាងដើមនៅត្រូវសិនបាទមួយទៀតគេហៅថា split ខ្ញុំចូល edit សំដៅចូល edit split យើងចុច shortcut key យើងប្រើ S បានណាយើងដាក់ cursor ចំទីតាំងណាមួយមកចុច S ទៅវាផ្ដាច់ចេញពីគ្នាតែម្ដងអញ្ចឹងអានេះវាធ្វើការផ្ដាច់ចេញពីគ្នាដោយមិនបានលុបចោល event ណាមួយទេសារទុកដដែលគ្រាន់តែវាផ្ដាច់ចេញពីគ្នាជា2ចុចទៅវាទៅបាទអញ្ចឹងមកយើងបំបែកចេញពីគ្នាបានតែម្ដងអានោះ split អានេះជារបៀប dream event ហើយក្នុងចំណុចបន្ទាប់ទៀតតទៅនឹងរបៀបកំណត់ auto reball អញ្ចឹងមានថា auto reball មានថាយើងកំណត់វាដើម្បីយើងរាល់ការយើង trim ទាំងអស់ឲ្យ event ហ្នឹងគឺវារត់ជាប់គ្នាដោយ automatic មានថារត់ពីខាងស្ដាំមកជាប់មកខាងឆ្វេងនេះជាមួយ event គេឥឡូវដើម្បីជឿច្បាស់ខ្ញុំយក media file ខ្ញុំមួយតេស្តមើលសិនបន្ទាញមួយទៀតចូលបាទឥឡូវយើងទៅកំណត់វាយើងក៏ចូល option មកយកពាក្យថា reball auto reball ឬក៏យើងចុច control L បានដូចគ្នាឥឡូវវាខ្ញុំ take បាទចុចទៅវាមកឥឡូវខ្ញុំធ្វើការ trim មួយអញ្ចឹងមកស្ដាមខ្ញុំយកdream start ណាចឹងមានថា event យើងគឺរត់ចូលតែម្ដងដល់ auto បន្តិចឥឡូវយើងដោះវាវិញខ្ញុំត្រូវកាត់ដោះវាវិញមក option reball ដោះ tick ចោល control L វិញក៏បានដែរនឹងប្រើចំពោះ shortcut ឥឡូវខ្ញុំដាក់ cursor នេះដើម្បី dream start ម្ដងទៀត dream start ហើយនេះវាអត់រត់ទៅដល់កន្លែង event គេមួយទៀតទេអានេះជាលក្ខណៈសម្រាប់កំណត់ auto reball មួយទៀតខ្ញុំចង់បង្ហាញ soft link ឬក៏ហៅ soft fall បាទ soft fall មានន័យថាយើងអាចផ្លាស់ប្ដូរទីតាំងឬក៏ move ទីតាំង event ផ្សេងទៅដាក់ទីតាំងផ្សេងទៀតនៅ timeline ហ្នឹងឥឡូវខ្ញុំយក media file មួយទៀតដាក់បញ្ចូលឲ្យបានច្រើនដើម្បីឲ្យយើងទាញទៅឃើញជាក់ស្ដែងតែម្ដងបាទចឹងឥឡូវយើងមើលឥឡូវខ្ញុំចង់ move event នេះមកដាក់កន្លែងទីតាំងនៃចន្លោះ event 2នេះចឹងយើងគ្រាន់តែមកស្ដាំលើ event ហើយស្ដាំមកជាប់ហ្នឹងណាហើយទាញចូលតែម្ដងហើយលេងចេញឃើញពាក្យថា soft fall event បាទហើយខ្ញុំមុននឹងនិយាយ soft fall event ខ្ញុំនិយាយពីនេះសិន move here យើងសំដៅលើការទាញ event នេះទៅទីតាំងណាមួយបាទខ្ញុំទាញចូលមកចេះមានថាគឺវាទាញចូលទៅប៉ុន្តែ event ផ្សេងគេអត់ប៉ះពាល់ទេគឺនៅដដែល event នេះដាក់ត្រឹមណាគឺវានៅជាមួយគេតែម្ដងបើយើងជ្រើសរើសយក copy មានថាបើខ្ញុំទាញចូលបែបហ្នឹងមានថា file event ហ្នឹងគឺវា
từ cái lại thì tăng là những đạn nắng hơi ở event đào nó còn đợi đài cứ nơi đài hai bạc kia xây cứ ót bạc bò thì lấy như một giờ họ lấy như một đó tiếp đấy lấy như mù hia muốn hé mình nữ cho mình kia tại đó tôi sật mà quýnh nhom tiền châu một đòn tiếp nhom vô copy hía hé nơi chỉ môi kia chẳng à event game xem cứ odd price pro là thì tăng đài hạ đào mấy cái nơi đài control sật rồi là chúng tôi thích mở đám tiền châu liếc cái bị lấy những mơ bị softball event ấy sầm đau từ lư dương tiền event và dương nó châu tới bận tay còn lại là dương tiền châu cho lọt đá đấy mình hai bên châu cả đá này mà đây ở event kẹp xanh đừng nhẹ làm bay oi event là dương tiền châu lắm và châu đặt và to chọc như tạm đó lấy dùng vô mới ok để like ok nhé một trong tiền đi màu với mà đào chỗ tất liền đấy thế chứ vừa rồi chỉ lọt bạn nè bạn chân phơi chẳng mà softball event bạn anh ấy tiết trong cả đá về lụt chân ok cha nó gọi miền này chẳng mà riêng tiền event nào muối hay dùng chơi softball với đừng nhẹ chỉ là event give sinh là mấy đập cho to này bạn softball 3 ចំណុចមួយទៀតខ្ញុំជាតកតងទៅនឹងការប្រើប្រាស់ marker ឬក៏ origin ចាំ marker យ៉ាងម៉េច marker មានថាយើងនេះអាក្បាលខាងលើនេះ marker សម្រាប់បង្ហាញព័ត៌មានផ្សេងទៅលើ event យើងអាចកំណត់ដោយខ្លួនឯងបានចាំបង្កើតវាគ្រាន់តែយើងឥឡូវបង្កើតវាយើងឧទាហរណ៍កន្លែងចំណុចនេះខ្ញុំចង់ធ្វើគេខំមកស្ដាំមកបាទរកពាក្យ marker ឬក៏ origin បាទក្នុងនេះមាន insert marker insert origin បើយើងយក insert marker នេះវា note បែបនេះអញ្ចឹងយើង note អាច note ស្អីផ្សេងបានបាទឥឡូវខ្ញុំមកស្ដាំយក marker origin ជា insert origin វិញបាទវាយ៉ាងម៉េចbiget អីយ៉ាងទៅបាទជាមានលក្ខណៈបែបនេះបាទចឹងអានេះយើងអាច note ចំណាំព័ត៌មានដែលយើងធ្វើការលើ event នីមួយក្នុងមេរៀនមុនក៏ធ្លាប់និយាយដែរជាងហ្នឹងចឹងយើងអាច select ចេះ note ចំណាំមកបានហើយយើងយកជាប្រភេទជាបើយើង select ចេះវាបោះពាក្យ insert origin ឲ្យតែម្ដងឬក៏យើងចុច shortcut អក្សរ Alt ក៏បានដែរតើចំណុចនេះយើងចង់និយាយពីអីបាទ enter ទៅបាទចឹងមានថាចំណុចទាំងអស់នេះមានថា origin នេះគឺគ្រាន់តែការកំណត់លើព័ត៌មាន event ដែលយើងចង់ធ្វើអីឬក៏ edit យ៉ាងម៉េចដើម្បីងាយស្រួលនៅតាមយើងធ្វើការកាត់ធ្វើការចំណុចណាធ្វើអីបាទចឹងវាកាត់វាតាំងចំចំណុចនៃ timeline នីមួយរបស់ event បាទចឹងយើងចង់ rename ចង់អីគ្រាន់តែ right click មកស្ដាំលើវាមក rename បាទកែដាក់អីក៏បានអូខេ enter
បាទ rename បាទចឹងចង់លុបវាក៏ right click ដូចគ្នាដែរ delete បាទបារខាងក្រោមនេះក៏មានដូចគ្នាដែរអាហ្នឹងបាទច្រឡោះយើងធ្វើអីអូខេនេះជាចំណុចរបស់ការប្រើប្រាស់ marker និង routine ឥឡូវចំណុចចុងក្រោយខ្ញុំអត់បានបង្ហាញតទៅនឹងត្រឡប់ក្រោយត្រឡប់ទៅមុខអីហ្នឹងអញ្ចឹងត្រឡប់បើថាការងារដែលយើងធ្វើយើងចង់ត្រឡប់ទៅក្រោយមួយជំហានវិញយើងចុច control z ណា control z អាហ្នឹងមួយជំហានអញ្ចឹងទៅឬក៏យើងអាចចូល edit បាទយកពាក្យថា undo អាហ្នឹងហៅថា undo redo សំដៅទៅលើយើងត្រឡប់មកវិញត្រឡប់មកដើមវិញណាត្រឡប់មកមុខវិញមួយជំហានវិញណាចាំប្រច្រាស់ជាមួយនឹងredo បាទត្រឡប់មកវិញ control y បាទឬ control c z អាហ្នឹងក៏បានដូចគ្នា redo និង control c បាទក្នុងមេរៀនទី3របស់ខ្ញុំគឺបង្ហាញតទៅនឹងការងារលើ event លើវិជ្ជារបស់ខ្ញុំបាទឬកែសម្រួលលើ event គឺមានប៉ុណ្ណឹងសូមអរគុណប្រិយមិត្តដែលតាមដានរហូតដល់ចប់សូមអរគុណសូមជម្រាបលា